ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដល់សប្តាហ៍ទី40នៅទំព័រទី66ចំណងជើងគឺសាកសឹងកងជាមដំបូងយើងឲ្យមើលទៅមាតិកាសប្តាហ៍ទាំង6នេះចាប់ពីសប្តាហ៍ទី37ដល់39វាដកស្រង់ពីវរណាចំពោះ1តែសប្តាហ៍នេះយើងមកដល់សប្តាហ៍ទីចំពោះទី5តែម្ដងតាក់ទងនឹងសាកសឹងកងជាមយើងគួររំលឹកឲ្យចងចាំថាគោលការណ៍នៃការគម្ពីរវិវរណៈគឺជាព្រះគ្រីស្ទសម្រាប់ក្រុមចំណុំដូច្នេះយើងផ្ដោតអារម្មណ៍លើអ្វីដែលព្រះអង្គជាគឺសម្រាប់ក្រុមចំណុំដែរហើយទំព័រទី72ឥឡូវយើងអានវិវរណៈចំពោះ5ខ5រួចមានចាស់តុងម្នាក់និយាយមកខ្ញុំថាកុំយំថ្វីមើលណោះសាកសឹងដែលកាលពីពួយអម្បូរយូដាគឺជាឫសកែវនៃលួនដាវីតទ្រង់បានឈ្នះហើយអាចនឹងបកត្រាទាំង7បើត្រាក់ក្រាំងនោះបានហើយទំព័រទី74វិវរណៈចំពោះ5ខ6ខ្ញុំក្រឡេកទៅឃើញមានកងជាមួយដែលមើលទៅដូចជាបានសម្លាប់ហើយមានទាំងស្នែក7និងភ្នែក7កំពុងតែឈរនៅកណ្ដាលបាឡាំងនិងទូមានជីវិតទាំង4ហើយនៅកណ្ដាលពូចាស់ទុំទាំងប្រមាណឯផ្នែកទាំងនោះគឺជាវិញ្ញាណទាំង7របស់ព្រះដែលទ្រង់ចាក់ទៅចេញលើផែនដីទៅពេញលើផែនដីឥឡូវយើងអាចសង្ខេបមេរៀននេះជាលេខរ៉ូម៉ានទាំង5លេខរ៉ូម៉ានទី1ការគម្ពីរវិវរណៈគឺជារូបភាពមួយរបស់ព្រះយេស៊ូវគ្រីស្ទហើយលេខរ៉ូម៉ានទី2ព្រះគ្រីស្ទជាសាក្សីកងជាមហើយមានកងសម្បត្តិបកត្រាទាំង7ហើយលេខរ៉ូម៉ាន3ព្រះគ្រីស្ទជាកងជាមដែលមើលទៅដូចជាបានសម្លាប់លេខរ៉ូម៉ានទី4ព្រះដ៏មានព្រះវិញ្ញាណទាំង7ចុងក្រោយលេខរ៉ូម៉ាន5សរសើរដំកើងដល់សាក្សីកងជាមសម្បីដែលវិវរណៈចំពោះ5មានខ14ទេប៉ុន្តែដល់សារពេលវេលាយើងមេរៀននេះក៏លើខខ្លះដែលពិពណ៌នាអំពីសាកសឹងកងជាមហើយមួយមិញយើងអានខទី5និងទី6ប៉ុន្តែយើងក៏ได้ចងចាំថាលេខរ៉ូម៉ានទី5វាដកស្រង់ពីខទី9ឥឡូវយើងបាទទៅទំព័រ66វិញលេខរ៉ូម៉ាន1ការគម្ពីរវិវរណៈគឺជារូបភាពមួយរបស់ព្រះយេស៊ូវគ្រីស្ទ22ចំពោះនៃការគម្ពីរនេះគឺជាការបញ្យល់តែមួយតែពិពណ៌នានឹងបរិយាយពីព្រះយេស៊ូវអូខេដូច្នេះយើងគួរតែយកជាដកតាព្រះយេស៊ូវគ្រីស្ទវាដកស្រង់ពីវិវរណៈចំពោះ1ខ1យើងពីមុនយើងក៏ស្វែងរករួចហើយព្រះយេស៊ូវគ្រីស្ទបានបើឲ្យឃើញហើយខទី2គាត់យ៉ូហានបានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលនិងសេចក្តីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទហើយវិវរណៈចំពោះ1ខ5ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មោះបន្ទាល់ស្មោះត្រង់ដែលកាលពីពូលស្លាប់មកមុនគេបង្អស់ជាអធិបតេយ្យលើអស់ទាំងស្ដេចនៅផែនដីអាមែនខទាំង3នេះសុទ្ធតែយកចិត្តទុកដាក់ព្រះយេស៊ូវគ្រីស្ទហើយតាមពិតបើសិនជាយើងអានដល់ច្បាប់ស្តារឡើងវិញក្នុងភាសាអង់គ្លេសក៏មានប្រធានបទមួយថាព្រះគ្រីស្ទជាចំណុចកណ្ដាលនៃការគ្រប់គ្រងរបស់ព្រះស្របតាមផែនការគ្រប់គ្រងដ៏អស្ចារ្យរបស់ព្រះហើយនេះបានជានៅក្នុងមេរៀននេះតតែមេរៀនទី
ទី4សប្តាហ៍ទី40យើងមើលឃើញវាលើកឡើងលេខរ៉ូម៉ានទី1ថាមានរូបភាពនៃព្រះគ្រីស្ទពីព្រោះនៅក្នុងវិវរណៈចំពោះ5បានដុសកោត្រាអំពីព្រះគ្រីស្ទដែលនៅចំណុចកណ្ដាលនៃសកលលោកដែលជាកងជៀមឈរនៅកណ្ដាលនៅកណ្ដាលរវាងបាឡាមនិងពូចាតូមនិងទូមានជីវិតនេះមានន័យថាទ្រង់ជាចំណុចកណ្ដាលនៃការគ្រប់គ្រងរបស់ព្រះហើយលេខរ៉ូម៉ាន2មើលនោះសាសឹងដែលកាលពីពួយអំបូរយូដាគឺជាឫសកែវនៃលួនដាវីតទ្រង់បានឈ្នះបើមិនយើងបានអានវាដកស្រង់ពីចំពោះ5ខ5អសរកសាសឹងគឺជានិមិត្តសញ្ញាពីព្រះគ្រីស្ទពណ៌នាទ្រង់ថាជាញាប្រយុទ្ធដ៏ខ្លាំងប្រឆាំងនឹងសត្រូវដោយដែលបានសម្ដែងនៅក្នុងលោកុបាទចំពោះ49ខ8ដល់9នៅខនោះបញ្ជាក់ថាយូដាអើយពួកបងប្អូនឯងនឹងសរសើរឯងដែលឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯងពួកកងឪពុកឯងនឹងអោងគោរពដល់ឯងអាមែនខទី9យូដាជាសឹងស្ទីវកងអើយឯងបានឡើងមកពីស៊ីរងពីវាបានក្រាបចុះបានដីដូចជាសឹងហើយដូចជាសឹងយ៉ាងខ្លាំងនោះកាលណាហៀងដាស់វានោះតាអ្នកណាហៀងដាស់វាអូខេតាមពិតនៅទីនេះមានសឹងទាំង3ទី1គឺសឹង Steel ទី2សឹង Small ទី3សឹង ញីនឹងមានន័យថាព្រះគ្រីស្ទនិមិត្តរូបពីសាសឹងអូខេហើយអសរខជ័យជំនះរបស់ព្រះគ្រីស្ទធ្វើឲ្យទ្រង់មានគុណសម្បត្តិបត្រាទាំង7និងបាក្រាំងនោះបានវិវរណៈចំពោះ5ខ5ពាក់កណ្ដាលក្រោយបញ្ជាក់ថាទ្រង់បានឈ្នះហើយអាចនឹងបត្រាទាំង7មានន័យថាការយកឈ្នះផ្ដល់ឲ្យទ្រង់មានគុណសម្បត្តិអសរកព្រះនាមឬកៅនៃលួនដាវីតនិមិត្តរូបថាព្រះគ្រីស្ទគឺជាប្រផុតនៃលួនដាវីតហេតុនេះហើយដាវីតដែលជាអាយុកាលរបស់ទ្រង់បានហៅទ្រង់ថាព្រះម្ចាស់ដូច្នេះយើងក៏អាចលើកឡើងចំពោះ22ខ16បញ្ជាក់ថាអញជាឫសហើយជាពួយលួនដាវីតណានាងអំពីឫសទ្រង់មានសភាពព្រះហើយនាងអំពីពួយទ្រង់មានសភាពមនុស្សដែរអាមែនអសរខក្នុងនាមជាសសឹងដែលកាលពីពួយអំបូរយូដាព្រះគ្រីស្ទបានយកឈ្នះនិងបង្ក្រាបសាតាំងដែលបានបោះបោដែលជាសត្រូវរបស់ព្រះហើយក្នុងនាមជាកងជៀនដែលធ្វើការប្រលួសព្រះអង្គបានដោះបាបរបស់មនុស្សដែលធ្លាក់ចុះអូខេវាក៏ប្រៀបធៀបរវាងសាសននិងកងជៀនសាសនដើម្បីយកឈ្នះហើយកងជៀនដើម្បីប្រលួសដូច្នេះក្នុងលេខរ៉ូម៉ាន2យើងអាចសរុបដោយនេះថាសាសនដែលកាលពីពួយអំបូរយូដាទី1ទ្រង់បានយកឈ្នះសត្រូវទី2ទ្រង់មានគុណសម្បត្តិបត្រាទាំង7ទី3ជាឫសកែវប្រភពនៃលួនដាវីតអាមែនឥឡូវយើងក៏អាចបន្ថែម
ở với tôi chia tra tiếng bằng pi đại phải ông miền công sản bát ba vị ban tạm bớt tra tiếng bằng pi cứ chia khẩn sa này căng bố cứ chia khẩn sa này càng công pi before na tiếng mua hay việc có chia super căng chia super cứ chia công nó tra này có công nó robot bèแต่ตรงนั้นกรมจำนวนอิสราเอลโลเกย์นั้นสากลโลกให้chúng tôi tra tiếng bằng pi cứ chiaសេចក្តីអាកំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះអាមែនហើយនៅក្នុងវិវរណៈយើងក៏ឲ្យមកឃើញថាចាប់ពីចំពោះទី6ក៏មកត្រាអំពីត្រាទាំង7ណាត្រាទី1គឺជាសេសសវាសំដៅទៅលើដំណឹងល្អហើយទី2គឺសេះក្រហមសំដៅទៅលើសង្គ្រាមហើយត្រាទី3បាទសំដៅអំពីសេះខ្មៅជាតរៈភេអាមែនជាការអស់មកអស់ញ៉ាំមានថាគ្មានអ្វីញ៉ាំហើយត្រាទី4វាសម្រាប់វាបាទសំដៅអំពីសេះបាយតុងស្លាំងយើងក៏ឲ្យបបរាយជាពណ៌ប្រភេទវាសម្រាប់និមិត្តរូបអំពីសេចក្តីស្លាប់មែនហើយត្រាទី5មែនវាទាក់ទងនឹងការអធិដ្ឋានរបស់ពុទ្ធបរិស័ទដែលបានទុកការៈបុគ្គលមានថាគេបរិជីវិតប៉ុន្តែគេអធិដ្ឋាននៅឋានព្រហ្មសុទ្ធអាមែនហើយត្រាទី6ការរំជួយនៃផាន់ដីនិងដីមេជាការចាប់ផ្ដើមនៃគ្រាវេទនាដ៏ធំហើយត្រាទី7ត្រាទី7ជាខ្លឹមសារនៃត្រៃ7ត្រូវបាននាំយកមកអាមែននេះជាខ្លឹមសារនៃត្រាទាំង7ដែរអាមែនហើយត្រាទាំង7គឺជាខ្លឹមសារសម្រាប់ត្រាទី7ក៏ជាខ្លឹមសារនៃច័ន្ទទាំង7អាមែនឥឡូវយើងមកទៅទំព័រទី67លេខរ៉ូម៉ាន3ខ្ញុំក្រឡេកទៅឃើញមានកងជៀនមួយអូខេដោយសារមិនមែនយើងបានអានហើយឥឡូវនេះយើងក៏អាចសង្កត់ធ្ងន់អំពីដូចជាបានសម្លាប់ហើយអាមែនហើយកងជៀនក៏កំពុងតែឈរមែនហើយក៏មានរឿង3យ៉ាងទៀតទី1ស្នែក7ទី2ផ្នែក7ហើយមួយទៀតវិញ្ញាណទាំង7អានេះជាសារៈសំខាន់អូខេហើយដំបូងយើងអាចបង្ហាញពាក្យមួយនៅក្នុងខនេះពីព្រោះនៅក្នុងភាសាអង់គ្លេសវាបកប្រែជា just have been slain មានថាកងជៀននេះទើបនឹងបានសម្លាប់ហើយមានន័យថាអំបងមិញទ្រង់ទើបតែត្រូវបានសម្លាប់អាមែនហើយភ្លាមនោះមានរូបភាពនៅក្នុងខនេះក៏អក្សរកនៅក្នុងចម្ពោះ5គឺជារូបភាពនៅឯឋានសួគ៌ក្រោយពីព្រះគ្រីស្ទបានយាងឡើងទៅឋានដ៏ខ្ពស់នៅទីនោះនៅក្នុងវិវរណៈចម្ពោះ4ខ2ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណហើយឃើញមានបល្ល័ង្កមួយដាក់នៅលើឋានសួគ៌ហើយនៅខនេះយ៉ូហាន
មិនត្រឹមតែមើលឃើញកងជាមួយក៏នៅកណ្ដាលបល្ល័ង្កដូច្នេះនេះជារូបភាពខាងឯឋានសួគ៌ហើយលេខ1ទុយព្រះអង្គត្រូវបានណែនាំដល់សាវកយូហានថាជាសាសនដែលការពីពួយអម្បូរយូដាប៉ុន្តែព្រះអង្គបានលេចមកឯយូហានជាកងជៀមអាមែនលេខ2ក្នុងនាមជាសាសនព្រះអង្គគឺជាអ្នកប្រយុទ្ធប្រឆាំងនឹងសត្រូវក្នុងនាមជាកងជៀមព្រះអង្គគឺជាអ្នកប្រលោះសម្រាប់យើងលេខ3ព្រះអង្គបានប្រយុទ្ធដើម្បីប្រលោះយើងហើយព្រះអង្គបានឈ្នះចម្បាំងលើសត្រូវនិងបានបំពេញសម្រេចការប្រលោះសម្រាប់យើងអាមែននៅទីនេះបានទូភ្ជាប់ការប្រយុទ្ធនិងប្រលោះប្រយុទ្ធដើម្បីប្រលោះអាមែនហើយលេខ4ចំពោះសត្រូវព្រះអង្គគឺជាសាសនចំពោះយើងព្រះអង្គជាកងជៀមនេះពិតជាផ្អែមល្ហែមចំពោះយើងហេតុនេះព្រះអង្គគឺជាសាសនកងជៀមនៅក្នុងចំណុចនេះយើងអាចសង្ខេបដោយតារាងនេះទី1ទ្រង់ជាសាសនទ្រង់ត្រូវបានគេណែនាំហើយទ្រង់ជាអ្នកប្រយុទ្ធចំពោះសត្រូវប៉ុន្តែរឿងនេះដើម្បីទ្រង់ជាកងជៀមដែលលេចមកឲ្យយើងមើលឃើញអាមែនហើយទ្រង់ជាអ្នកប្រលោះចំពោះយើងអាមែនបងប្រហែលវាចំណុចនេះនិយាយពីវិញ្ញាណដោយសាមញ្ញអាមែនសាសព្រះអង្គមានទស្សនវិជ្ជាទាំងពីរនេះទី1ទ្រង់ជាសាសនត្រូវបានណែនាំជាអ្នកប្រយុទ្ធចំពោះសត្រូវគឺដើម្បីឲ្យទ្រង់ខ្លាយជាកងជៀមលេចមករកពួកយើងជាអ្នកប្រលោះចំពោះយើងអាមែនអូខេអក្សរខតាក់ទងនឹងការប្រលោះព្រះគ្រីស្ទបានកងខាងស្ដាំព្រះហស្ថរបស់ព្រះនៅឯឋានសួគ៌ក្រោយពីការយាងឡើងទៅឋានដ៏ខ្ពស់របស់ទ្រង់តែបើតាក់ទងនឹងការធ្វើឲ្យការគ្រប់គ្រងចាក់ចាយរបស់ព្រះសម្រេចដល់គោលដៅព្រះអង្គគឺនៅតែឈរនៅក្នុងការយាងឡើងទៅឋានដ៏ខ្ពស់របស់ទ្រង់អាមែនពីព្រោះពេលដែលសាវកយូហានក៏មើលទៅកងជៀមទ្រង់កំពុងតែឈរណាកំពុងតែឈរជាទូទៅព្រះអង្គកូនពីព្រោះទ្រង់បានបំពេញសម្រេចការប្រលោះរួចហើយប៉ុន្តែការគ្រប់គ្រងចាត់ចែងរបស់ទ្រង់មិនទាន់សម្រេចនៅឡើយទេដូច្នេះទ្រង់កំពុងតែឈរដើម្បីបំពេញសម្រេចផែនការរបស់ទ្រង់ឈានទៅគោលដៅខទាំងពីរនៅក្នុងហេព្រើរតាក់ទងនឹងការគង់នៅកូនរបស់ទ្រង់គង់នៅខាងស្ដាំនៃរាជានុភាពនៅលើឋានដ៏ខ្ពស់ទ្រង់គង់ខាងស្ដាំព្រះនៅជារៀងរាប់ទៅអាមែនហើយអសូរកោកំពុងត្រូវបានសម្លាប់ហើយដោយដែលយើងបំថែមទៀតទៅតែបង្ហាញថាកងជៀមទៅនឹងត្រូវបានសម្លាប់ហើយក៏បង្ហាញដែរថារូបភាពនៅឯឋានសួគ៌ដែលត្រូវបានពិពណ៌នានៅក្នុងវិវរណៈចំពោះ5បានកើតឡើងភ្លាមក្រោយពីព្រះគ្រីស្ទបានយាងឡើងទៅឋានខ្ពស់ទៅឋានសួគ៌អាមែននេះជាសេចក្តីពិតហើយអក្សរខព្រះអង្គម្ចាស់មានស្នែង7ស្នែងនិមិត្តរូបពីកម្លាំងក្នុងការប្រយុទ្ធព្រះគ្រីស្ទគឺជាកងជៀមដែលធ្វើការប្រលោះក៏ប៉ុន្តែព្រះអង្គមានស្នែងសម្រាប់ប្រយុទ្ធអាមែនហើយលេខ3ព្រះអង្គគឺជាអ្នកប្រលោះដែលកំពុងប្រយុទ្ធការប្រយុទ្ធរបស់ទ្រង់គឺបញ្ចប់ពេញលេញក្នុងការធ្វើចលនារបស់ព្រះដោយដែលត្រូវបាននិមិត្តរូបដោយលេខ7
អាមែននៅក្នុងព្រះគម្ពីរគ្រប់លេខក៏មានអត្ថន័យអាមែនលេខ7ពិតជាសំខាន់ក្នុងការបញ្ចប់ពេញលេញក្នុងការធ្វើចលនារបស់ព្រះមានន័យថាសំបីដែរលេខ10និងលេខ12និមិត្តរូបអំពីពេញលេញប៉ុន្តែពេញលេញនោះគឺជាពេញលេញដ៏អស្ចារ្យជានិច្ចប៉ុន្តែលេខ7គឺសម្រាប់ការធ្វើចលនាមានន័យថាវាហាក់បីដូចជាកំពុងតែធ្វើណាភាពពេញលេញក្នុងការធ្វើចលនារបស់ព្រះវាមានភាពខុសគ្នាហើយខ្ញុំមកដល់អសងភ្នែកគឺសម្រាប់សង្កេតមើលនៅស្វែងរកអាមែនដោយមេរៀនមុនយើងក៏តាក់ទងនឹងភ្នែករបស់ព្រះនេករបស់ព្រះអម្ចាស់ក្នុងនាមជាកូនមនុស្សអូខេលេខ1ព្រះគ្រីក្នុងនាមជាកងជៀនដែលធ្វើការប្រលោះមានភ្នែក7សម្រាប់សង្កេតនិងស្វែងរកដើម្បីប្រតិបត្តិការចំណងជំរះរបស់ព្រះលើសាកលលោកដើម្បីបំពេញគោលបំណងដ៏អស្ចារ្យរបស់ព្រះដែលនឹងសម្រេចចុងក្រោយនៅក្នុងការកសាងក្រុងយេរូសាឡិមថ្មីអាមែនដល់មុនសប្តាហ៍មុនយើងក៏នាមអំពីភ្នែកព្រះនេករបស់ព្រះអង្គគឺមានមុខងារប្រការជាច្រើនប៉ុន្តែនៅក្នុងវគ្គនេះមានពីព្រោះនៅសប្តាហ៍មុនក៏តាក់ទងនឹងភ្នែកមានមុខងារប្រការដើម្បីចាក់បញ្ចូលសមត្ថភាពសមត្ថភាពរបស់ទ្រង់ចូលទៅក្នុងពលញ្ញាដែលត្រូវបានជ្រើសរើសប៉ុន្តែគោលបំណងរបស់ការចាក់បញ្ចូលនោះគឺជាការកសាងនៅក្នុងបណ្ឌកិច្ចក្នុងការចម្រាញ់កម្លាំងការកសាងក្រុមចំណងការកសាងក្រុងយេរូសាឡិមថ្មីគឺជាគោលដៅមួយណាលេខ2នៅក្នុងសាការីចំពោះ3ខ9ព្រះគ្រីស្ទត្រូវបានគេទាយថាជាថ្មកំពូលដោយមានផ្នែក7សម្រាប់ការកសាងរបស់ព្រះអាមែនថ្មសម្រាប់កសាងហើយសាការីចំពោះ3ខ9វាក៏ត្រានៅក្នុងទំព័រទី78ចូលមើលថ្មដែលអានបានដាក់នៅមុខយេស៊ូចុះនៅថ្មតែមួយនោះមានភ្នែក7អាមែនហើយមាននេះថ្មសំដៅទៅលើព្រះគ្រីស្ទប៉ុន្តែនៅទីនេះនៅលើថ្មមានភ្នែក7ហើយត្រង់ថ្មនោះត្រូវឆ្លាក់នៅត្រូវបានគេឆ្លាក់មានន័យថាព្រះគ្រីស្ទត្រូវបានជាប់ឆ្កាំហើយដើម្បីតបយកសេចក្តីទុច្ចរិតពីស្រុកនោះអាមែននេះជាប់ពាក់ព័ន្ធនឹងការប្រោះលោះអូខេហើយសាការីចំពោះ4ខ7យើងមើលឃើញថ្មជាកំពូលឃើញមែនកំពូលអូខេហើយលេខ3ផ្នែកទាំង7នេះគឺជាព្រះវិញ្ញាណទាំង7របស់ព្រះដែលបានចាក់បញ្ជូនទៅគ្រប់ទីកន្លែងនៅលើផែនដីហើយតកចុះឡើងនៅពេញលើផែនដីទាំងមូលដំបូងទ្រង់ត្រូវបានចាក់បញ្ជូនទៅគ្រប់ទីកន្លែងក្រោយទៀតទ្រង់តកចុះឡើងនៅពេញលើផែនដីទាំងមូលមានថាទ្រង់កំពុងតែសង្កេតហើយស្វែងរក
នៅក្នុងសក្តិជំពូ4ខ10វាក៏ត្រានៅក្នុងទំព័រទី78អាមែនយើងមើលឃើញថាទាំង7នេះតាមពិតយើងយល់ថាវាគឺជាថ្ងៃទាំង7ហើយទាំងអស់នេះគឺជាព្រះន័យនៃព្រះយេហូវ៉ាដែលតូចចុះឡើងនៅពេញផែនដីទាំងមូលទ្រង់កំពុងតូចចុះឡើងដើម្បីស្វែងរកសម្ភារៈសម្រាប់ការកសាងដំណើររបស់ព្រះកសាងព្រះវិហារអូខេលើយើងអាចសង្ខេបក្នុងលេខរ៉ូម៉ានទី4ជាចំណុចទាំង7នេះជាពាក្យទាំង7ពីព្រោះវាក៏មានអត្ថន័យទី1កងជៀនជាអ្នកប្រលួសហើយមួយទៀតបាឡាំងសំដៅលើវាជារូបភាពនៅឯឋានសួគ៌ហើយគេរក្សាកងជៀនកំពុងតែឈោធ្វើឲ្យការគ្រប់គ្រងចាត់ចែងរបស់ព្រះសម្រេចដល់គោលដៅហើយពាក្យថាតើបនឹងត្រូវបានសម្លាប់មានសំដៅលើភ្លាមក្រោយពីព្រះគ្រីស្ទបានយាងឡើងទៅឋានដ៏ខ្ពស់ហើយពាក្យស្នេហ៍7ជាកម្លាំងក្នុងការប្រយោគភ្នែក7សម្រាប់សង្កេតមើលនិងស្វែងរកគឺជាព្រះវិញ្ញាណទាំង7របស់ព្រះហើយចុងក្រោយយើងក៏ឲ្យរំលឹកលេខ7មានន័យថាបញ្ចប់ពេញលេងក្នុងការធ្វើចលនារបស់ព្រះអានេះឥឡូវយើងមកទៅលេខរ៉ូម៉ានទី4អាមែនព្រះដ៏មានព្រះវិញ្ញាណទាំង7អសកលវិវរណៈចំពោះ1ខ4នាអំពីព្រះវិញ្ញាណទាំង7ដែលនៅចំពោះបល្ល័ង្កទ្រង់លេខ1ទៅព្រះវិញ្ញាណទាំង7គឺជាព្រះវិញ្ញាណរបស់ព្រះយ៉ាងចាស់ច្បាស់ពីព្រោះព្រះវិញ្ញាណទាំងនោះត្រូវបានចាត់ថ្នាក់ក្នុងចំណោមព្រះត្រៃឯកនៅក្នុងវិវរណៈចំពោះ1ខ4ដល់ខទី5អាមែននៅទីនេះគូយើងក៏សុខចិត្តប្រៀបធៀបព្រះវិញ្ញាណទាំង7នៅក្នុងអេសាយចំពោះ11ខ2ពីព្រោះញាគ្រូបង្រៀននៃព្រះគម្ពីរជាច្រើនពួកគេបកស្រាយថាព្រះវិញ្ញាណទាំង7នៅក្នុងវិវរណៈចំពោះ1ស្មើនឹងវិញ្ញាណទាំង7នៅក្នុងអេសាយចំពោះ11នៅទីនេះបានយកពាក្យព្រះវិញ្ញាណនៃព្រះយេហូវ៉ាព្រះវិញ្ញាណនៃប្រាជ្ញានិងយោបល់ព្រះវិញ្ញាណនៃគំនិតតបៀងវ័យនិងរច្ឆានុភាពហើយព្រះវិញ្ញាណនៃសេចក្តីចេះដឹងនិងសេចក្តីកោតខ្លាចហើយបីដូចជានៅទីនេះក៏មានចំនួនទាំង7ក៏ដោយប៉ុន្តែព្រះវិញ្ញាណនៃព្រះយេហូវ៉ាវាជាសារធាតុប៉ុន្តែពាក្យថាប្រាជ្ញាយោបល់គំនិតវាអ្វីវាមិនមែនជាសារធាតុទេប៉ុន្តែជាមុខងារប្រាការមានថានៅទីនេះមានព្រះវិញ្ញាណនៃព្រះយេហូវ៉ាតែមួយដែលដ៏មានមុខងារប្រាការទាំង6មិនមែនជាព្រះវិញ្ញាណទាំង7ទេអាមែនបណ្ដៃមានគុណលក្ខណៈទាំង6រួមបញ្ចូលក្នុងព្រះវិញ្ញាណនៃព្រះយេហូវ៉ាតែមួយអាមែនដូច្នេះព្រះវិញ្ញាណទាំង7មិនស្មើនឹងព្រះវិញ្ញាណនៅក្នុងអេសាយចំពោះ11នេះជាការបកស្រាយនៅក្នុងការស្ដាប់អ្វីរបស់ព្រះម្ចាស់អូខេលេខ2ដោយសារលេខ7គឺជាលេខសម្រាប់ការបញ្ចប់ពេញលេងក្នុងប្រតិបត្តិការរបស់ព្រះដូច្នេះតើព្រះវិញ្ញាណទាំង7ត្រូវដែរសម្រាប់ចលនារបស់ព្រះនៅលើផែនដីអាមែន
ហើយលេខ3នៅក្នុងផ្នែកធាតុដើមនិងអត្តភាពព្រះវិញ្ញាណរបស់ព្រះគឺមានតែមួយនៅក្នុងមុខងារប្រការនិងការងារដែលបានបំរើចម្រើនកម្លាំងដល់ប្រតិបត្តិការរបស់ព្រះវិញ្ញាណរបស់ព្រះគឺមាន7ដងយើងគួរដាក់ពាក្យដងហ្នឹងមិនមែនជា7អង្គទេប៉ុន្តែវាត្រូវបានចម្រើនកម្លាំង7ដងអាមែនហើយខកតូចនេះស្រដៀងនឹងជើងចង្កៀងនៅក្នុងសាការីចំពោះ4ខ2ដែរនៅក្នុងអត្ថភាពគឺជាជើងចង្កៀងតែមួយហើយជាជើងតែមានតែមួយទេតែនៅក្នុងមុខងារប្រការគឺជាចង្កៀង7លេខ4នៅគ្រាដែលការគម្ពីរវិវរណៈត្រូវបានសរសេរក្រុមចំណងបានត្រឡប់ជាធ្លាក់ចុះអាមែនសម័យកាលគឺងងឹតហើយព្រះវិញ្ញាណចម្រើនកម្លាំងទាំង7ដងរបស់ព្រះត្រូវបានជាចាំបាច់សម្រាប់ចលនានិងការងាររបស់ព្រះនៅលើផែនដីនៅក្នុងវិវរណៈចំពោះ4ខ5មានផ្លេកបន្ទោសៀងសំឡេងនិងគោលាន់ចេញពីបល្ល័ង្កមួយនោះមកក៏មានចង្កៀង7ឆេះនៅពីខាងមុខនោះគឺជាវិញ្ញាណទាំង7របស់ព្រះអាមែនហើយអក្សរខនៅក្នុងម៉ាថាយចំពោះ8ខ19លំដោយរបស់ព្រះតរិឯកគឺជាព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងវិវរណៈចំពោះ1ខ4ដល់5លំដោយត្រូវបានផ្លាស់ប្ដូរមែនយើងឲ្យប្រៀបធៀបនៅក្នុងវិវរណៈចំពោះ1ព្រះដល់គង់នៅតាំងតែពីដើមហើយត្រូវយាងមកទៀតនេះសំដៅទៅលើព្រះបិតាហើយព្រះវិញ្ញាណទាំង7នេះស្មើនឹងព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែចុងក្រោយអំពីព្រះយេស៊ូវគ្រីស្ទជាស្មោះបន្ទាល់ដ៏ស្មោះត្រង់យើងបានមើលឃើញថាវាបានផ្លាស់ប្ដូរលំដាប់លំដោយណានៅក្នុងម៉ាថាយចំពុក28 1-3ព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែនៅក្នុងវិវរណៈចំពុក1ព្រះដ៏គង់នៅព្រះវិញ្ញាណទាំង7ហើយណាព្រះយេស៊ូវគ្រីស្ទអាមែនអូខេលេខ1ព្រះវិញ្ញាណទាំង7របស់ព្រះត្រូវបានដាក់នៅកន្លែងទី2ជំនួសឲ្យទី3នេះបានសម្ដែងពីសារៈសំខាន់នៃមុខងារប្រការរបស់ព្រះវិញ្ញាណនៃព្រះដែលចម្រើនកម្លាំងទាំង7ដងនៅក្នុងវិវរណៈវាចាំបាច់មានព្រះវិញ្ញាណទាំង7ដូច្នេះលំដោយរបស់ទ្រង់បានផ្លាស់ប្ដូរអសកោនៅដាំសម្បត្តិផ្សេងទៀតមាននិយាយតែព្រះបិតានិងព្រះរាជបុត្រាប៉ុណ្ណោះព្រះគុណនិងសេចក្តីសុខសាន្តត្រូវបានប្រទានមកពីព្រះបិតានិងព្រះរាជបុត្រាឲ្យដល់ពួកអ្នកទទួលសម្បត្តិនោះហើយនៅក្នុងវិវរណៈចំពោះ1ខ4ដល់ខ5ព្រះវិញ្ញាណនោះត្រូវបានរាប់បញ្ចូលនេះបាទអូខេហើយលេខ3នេះបង្ហាញពីតម្រូវការសំខាន់នៃព្រះវិញ្ញាណដើម្បីប្រឆាំងនឹងការធ្លាក់ចុះរបស់ក្រុមចំណុំសម្រាប់ចលនារបស់ព្រះនេះជាផ្នែកអវិជ្ជមានហើយផ្នែកវិជ្ជមានព្រះអសុខោចែកថាព្រះវិញ្ញាណទាំង7កំពុងធ្វើការនៅក្នុងក្រុមចំណុំដូច្នេះក្រុមចំណុំពិតជានៅឈានទៅមុខអាមែនមិនត្រឹមតែប្រឆាំងការធ្លាក់ចុះប៉ុន្តែក៏ថែមទាំងឈានទៅមុខទៅទៀតអាមែនអសូវងសប្តាហ៍នេះយើងត្រូវការមើលឃើញនៅបបិសោព្រះវិញ្ញាណទាំង7ដងព្រះវិញ្ញាណដែលបានចម្រើនកម្លាំងនិងព្រះវិញ្ញាណនៃការស្ដារឡើងវិញអាមែន
វាចាត់តងនឹងការបពិសោធន៍របស់យើងហ្នឹងហើយគួរតែចងចាំព្រះវិញ្ញាណទាំង7ដងព្រះវិញ្ញាណដែលចម្រើនកម្លាំងហើយព្រះវិញ្ញាណនៃការស្ដារឡើងវិញហ្នឹងយើងលើយ៉ាងណាសង្ខេបលេខរ៉ូម៉ានទី4ព្រះវិញ្ញាណទាំង7គឺជាព្រះវិញ្ញាណរបស់ព្រះតេរីឯងហ្នឹងហើយសម្រាប់ចរណាវាសំដៅទៅលើចង្កៀន7និងសម្រាប់ការងាររបស់ព្រះវាមិនទៅដោយថ្មហើយចម្លើយព្រះវិញ្ញាណទាំង7គឺដើម្បីប្រឆាំងនឹងការធ្លាក់ចុះរបស់ក្រុមចំណុះនេះយើងក៏ឲ្យហាក់និយាយនៅក្នុងក្រុមតូចព្រះវិញ្ញាណទាំង7ទី1សម្រាប់អត្តភាពរបស់ទ្រង់ជាព្រះវិញ្ញាណរបស់ព្រះតេរីឯងប៉ុន្តែត្រូវបានចម្រើនកម្លាំងហ្នឹងហើយព្រះវិញ្ញាណទាំង7សម្រាប់ចរណានិងការងាររបស់ព្រះវាក៏តាក់ទងនឹងចង្កៀន7និងថ្មកម្ពុជាហ្នឹងចុងក្រោយហ្នឹងថ្មក៏តាក់ទងនឹងការកសាងរបស់ព្រះចុងក្រោយវាត្រង់ក៏ប្រឆាំងនឹងការធ្លាក់ចុះរបស់ក្រុមជំនុំឥឡូវនេះជាវគ្គចុងក្រោយនៅក្នុងមេរៀននេះដកស្រង់ពីវិវរណាចំពោះ5ខ9ពួកទាំងនោះទូមានជីវិតទាំង4និងពួកសំដៅយើងអានពួកទាំងនោះក៏ច្រៀងទំនុកមួយថ្មីថាទ្រង់គួរនឹងយកក្រាំងនេះហើយនៅបត្រាផងត្បិតទ្រង់បានត្រូវគេធ្វើកុដហើយទ្រង់បានលួសយើងរាល់គ្នាដោយព្រះលោហិតទ្រង់ចេញពីគ្រប់ទាំងពូជមនុស្សគ្រប់ភាសាគ្រប់នគរហើយពីគ្រប់ទាំងសាសថ្វាយដល់ព្រះអេមែននៅទីនេះយើងបានបង្ហាញជាពួកទាំងនោះវាសំដៅទៅលើទូមានជីវិតទាំង4និងពួកចាស់ទុំ24នាក់អាមែនហើយទ្រង់គឺជាកងជាតែលេខមកដល់សាវកយ៉ូហានអាមែនបើសិនជាយើងអានគម្ពីរចាប់ពីខ4ខ9ដល់ខ14យើងក៏មើលឃើញនៅបារិយាកាសនៅបារិវិញមានមិនត្រឹមតែពួកមានជីវិតទាំង4និងពួកចាស់ទុំ24នាក់ប៉ុណ្ណោះទេក៏ថែមទាំងទេវតាទាំងអស់ហើយនៅគ្រប់សព្វសារពើទាំងអស់ពួកវាសុទ្ធតែថ្វាយបង្គំកងជៀនអាមែនអសកតំណក់នៅទីនេះគឺថ្មីពីព្រោះកងជៀនដែលសារដំកើងទើបតែត្រូវបានសម្លាប់អសកនៅក្នុងសកលទាំងមូលគ្មាននរណាម្នាក់គួរនឹងការបាសេចក្តីអាកំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះបានឡើយលើកលែងតែព្រះគ្រីស្ទជាស័ក្តិសិទ្ធិដែលបានជ័យជំនះដែលមានជ័យជំនះនិងកងជៀនដែលធ្វើការប្រលួសប៉ុណ្ណោះនៅទីនេះយើងគួរតែយកចិត្តទុកដាក់ពាក្យគួរនឹងយ៉ាងណាគួរនឹងមានតែព្រះគ្រីស្ទលេខ1ក្នុងនាមជាស័ក្តិសិទ្ធិតែមានជ័យជំនះព្រះអង្គបានវាយបង្ក្រាបសាតាំងឲ្យចាញ់ដើម្បីព្រះហើយ2ក្នុងនាមជាកងជៀនដែលធ្វើការប្រលួសព្រះអង្គបានដកបាបចេញសម្រាប់យើង3ព្រះគ្រីស្ទគឺជាព្រះតែមួយអង្គគត់ដែលមានគុណសម្បត្តិបានសម្ដែងនៅប្រតិបត្តិសេចក្តីអាកំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះ4យើងត្រូវការដឹងថាព្រះគ្រីស្ទគឺគួរនឹងបកត្រានៃគន្លឹះសម្ងាត់នៃផែនការគ្រប់គ្រងរបស់ព្រះ
ទិដ្ឋភាពនៃភាពគួររបស់ព្រះអម្ចាស់នេះគឺមានលក្ខណៈសកលនិងវាស់ស្ទង់មិនបាន Hallelujah ព្រះអង្គគួរនឹងណាចុងក្រោយយើងព្រះគ្រីស្ទគឺគួរនឹងឲ្យយើងសរសើរដំកើងព្រះអង្គឬតែគួរនឹងជីវិតរបស់យើងអាមែនយើងពិតជាឲ្យតម្លៃនៅវិវរណាចំពោះ5មែនឲ្យយើងបានមើលឃើញរូបភាពយ៉ាងដូចនេះតែបង្ហាញឲ្យឃើញសាក់សិនកងជៀនមានតែទ្រង់មានគុណសម្បត្តិពីព្រោះទ្រង់មានគង់លក្ខណៈពិសេសជាច្រើនណាស់អាមែនដូចជាត្រា7ស្នេហ៍7ភ្នែក7ព្រះវិញ្ញាណ7អាមែនពិតមានន័យហើយចុងក្រោយយើងក៏សុខចិត្តលើឡើងបទចម្រៀងសរសើរដំកើងលេខ110តែតាក់ទងនឹងរូបភាពក្នុងវិវរណាចំពោះ5អាមែនយើងនាងអំពីចូលស្ដាប់សំនៀងលាន់ឮរំពឹងអាមែននៅក្នុងវគ្គទី1បញ្ជាក់ថាចូលស្ដាប់សំនៀងលាន់ឮរំពឹងរំពងអាមែនលាន់ឮរំពងច្រៀងដំកើងកងជៀននៃព្រះមនុស្សមុនពាន់ស្រ័យសំឡេងអឹងកងរួមគ្នាច្រៀងសរសើរព្រះអង្គទី2សរសើរកងជៀនកាន់តែខ្លាំងឡើងទាំងជួបជុំគ្នាលើដង្កើងសំនៀងរាប់ម៉ឺនប្រគំមួលមីស្រ័យអឹងកងពេញតេប្រពី3ទ្រង់ជាគ្រឿងក្រអូបត្រូវរសាត់ថាត់ដល់បាលាំងព្រះបេតាជង្គង់លុតចុះចំពោះបត្រាសរសើរទ្រង់ជាព្រះយើងហើយអេមែននេះបើជាស្រុកតាមវិវរណាចំពោះ5ដែលមានជាច្រៀងដំកើងកងជៀននៃព្រះដែលជាចម្រៀងថ្មីហើយទាំងជួបជុំគ្នាលើដំកើងមានន័យថាគ្រប់សត្វសារពើទូមានជីវិតពូចាតោមទេវតាហើយនឹងរបរគ្រប់ទាំងអស់ជួបជុំគ្នាហើយពូវាពាត់ជុំវិញបាឡើងហើយជាចំណុចកណ្ដាលនៃផែនការគ្រប់គ្រងរបស់ព្រះអាមែនហាឡេលូយ៉ាចុងក្រោយយើងអាចសរុបមេរៀននេះទាក់ទងនឹងសាសនាកងជៀនទី1សាសនាដែលយកឈ្នះកងជៀនដែលប្រលួងថ្ងៃបង្ថែមនឹងថ្មដែលកសាងអាមែនហើយទី2ព្រះវិញ្ញាណទាំង7សម្រាប់ចម្រើនកម្លាំងភ្នែកទាំង7សម្រាប់ស្វែងរកនិងចង្គៀង7សម្រាប់បញ្ឆេះចុងក្រោយយើងត្រូវដែរសរសើរដំកើងភាពគួររបស់សាសនាកងជៀនហាឡេលូយ៉ាសរសើរដំកើងដល់ព្រះអង្គ